សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញបងប្អូនរបៀបធ្វើអំបិលម្រេចឲ្យឆ្ងាញ់ហើយយើងទុកបានយូរជាដំបូងយើងយកអំបិលរបស់យើងនឹងយកមកលេងជាមួយនឹងភ្លើងឲ្យស្ងួតពេលដែលស្ងួតហើយបងប្អូនធ្វើការបិទភ្លើងកអំបិលនឹងឲ្យចុះត្រជាក់បន្តិចបងប្អូនធ្វើការចាក់ម្រេចចូលចាអំបិលម៉ត់ចំប្រើចំនួន300ក្រាមចាហើយម្រេចម៉ត់ចំប្រើចំនួន50ក្រាមបងប្អូនកូរចំចូលគ្នាហើយបងប្អូនធ្វើការចាក់ស្កររបស់យើងចូលស្ករសថ្ងៃនឹងចំប្រើចំនួន50ស្ករសចំប្រើចំនួន500ក្រាមបងប្អូនគឺស្មើនឹងកន្លះគីឡូបងប្អូនកូរច្បល់ឲ្យសព្វជាមួយអំបិលហើយបងប្អូនធ្វើការចាក់ប៊ីចេងចូលប៊ីចេងខ្ញុំប្រើចំនួន70ក្រាមប៊ីចេងម៉ត់ក្បាលគ្រូក៏បានដែរហើយយើងកូរច្បល់ឲ្យសព្វល្អហើយបងប្អូនយកទៅក្លុកក៏បានដែរបងប្អូនអត់មានម៉ាស៊ីនក្លុកបងប្អូនយកទៅបុកក៏បានដែរហើយខ្ញុំយកទៅក្លុកតែខ្ញុំអត់បានថតទេកន្លែងដែលខ្ញុំក្លុកហ្នឹងបងប្អូនចាហើយវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូពីដើមដល់ចប់កុំភ្លេចធ្វើការ like និង share វីដេអូម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗទៀតចាអរគុណបាយបាយ